នៅសប្តាហ៍មុនលោកគ្រូពេទ្យបានរៀបរាប់ពន្យល់អំពីការឈឺពោះដែលមានលក្ខណៈខុសៗគ្នាហើយដូច្នេះហើយបានជានៅថ្ងៃនេះនាងខ្ញុំសូមឆ្លៀតឱកាសសូមអនុញ្ញាតជម្រាបសួរលោកវិជ្ជបណ្ឌិតអំពីបញ្ហាមួយដែលអ្នកទេសចរបរទេសឬក៏បណ្ដាជនខ្មែរយើងគ្រប់រូបដែលបានមករស់នៅបរទេសយូរនិងនៅពេលដែលអញ្ជើញទៅលេងស្រុកកំណើតឬធ្វើដំណើរទៅកាន់ប្រទេសក្តៅក្រីក្រតែងតែវិលត្រឡប់មកវិញជាមួយនឹងជំងឺរាគរូសនិងឈឺពោះតើនេះគឺជាបញ្ហាអ្វីដែរទៅលោកគ្រូពេទ្យចា៎បញ្ហាត្រង់ថាយើងធ្លាប់នៅស្រុកបារាំងឬនៅស្រុកគេខាងក្រៅស្រុកគេវាស្អាតណាស់គេអត់មានមេរោគទេមេរោគឆ្លងឬមកក៏ប៉ារ៉ាស៊ីតឬមកក៏វីរុសអីគេអត់ទៅមានទេរឿងជំងឺឆ្លងអញ្ចឹងស្រុកគេវាស្អាតអនាម័យគេគ្រប់គ្រាន់តាំងពីបន្លែផ្លែឈើសាច់អីទៅគឺស្អាតទាំងអស់ជាពិសេសទឹកបាទដល់នៅស្រុកយើងឬមួយស្រុកផ្សេងទៀតដែលគ្នានៅអនាម័យមិនទាន់មានគ្រប់គ្រាន់គឺថាបន្លែក៏មានមេរោគទឹកក៏មានមេរោគសាច់ក៏មានមេរោគផ្លែឈើក៏មានមេរោគហើយដោយសារយើងនៅស្រុកក្រៅវាធ្លាប់ស្អាតវាអត់ធ្លាប់មានប្រទះជួបមេរោគតែជួបតែបន្តិចហ្នឹងគេថាឈឺធ្ងន់ភ្លាមបាទព្រោះក្នុងខ្លួនយើងវាអត់មានអង់ទីកតដើម្បីការពារទាំងអស់ហ្នឹងដូច្នេះហើយមានឲ្យតែប៉ះតែមេរោគបន្តិចមកវិញគឺថាឈឺធ្ងន់អញ្ចឹងមកចាដូច្នេះនាងខ្ញុំសូមត្រឡប់បកសួរទៅលោកវិញដូចជាឆោតបន្តិចទៅចុះថាបើយើងខំរក្សានៅមានអនាម័យត្រឹមត្រូវបែរជាឆាប់ទទួលជំងឺទៅវិញដូច្នេះមានន័យថាការរក្សាក្បួនអនាម័យដែលគ្រូពេទ្យណែនាំនោះមិនមែនជាទង្វើល្អទេយើងខំអនាម័យទៅសម្អាតទាំងអស់គ្នាបានយើងអនាម័យឲ្យស្អាតខ្លួនយើងក៏ស្អាតហើយជុំវិញខ្លួនយើងហ្នឹងគឺថាបរិស្ថានហ្នឹងធ្វើឲ្យស្អាតទាំងអស់គ្នាដើម្បីឲ្យមនុស្សយើងទាំងអស់គ្នាមានសុខភាពល្អផ្ទុយទៅវិញបើយើងគ្រាន់តែអនាម័យខ្លួនយើងហើយបរិស្ថានវាអត់ស្អាតជុំវិញខ្លួនយើងសិតតែមេរោគឈឺទាំងអស់គ្នាអត់ជៀសផុតទេបាទចាតែអ្នករស់នៅក្នុងស្រុកគាត់អត់មានគាត់រស់នៅក្នុងមីក្រូផងហេតុអ្វីបានជាគាត់ហាក់ដូចជាគ្មានបញ្ហាអ្វីអញ្ចឹងលោកចាគាត់ឈឺដែរប៉ុន្តែឈឺអាចអត់បានព្រោះនៅក្នុងខ្លួនគាត់វាមានចាប់មានអង់ទីកនតិចវាគេហៅខ្មែរយើងហៅថាផ្សំជាមួយអាមេរោគអស់ហ្នឹងទៅរស់ជាមួយមេរោគអស់ហ្នឹងទៅមេរោគតិចតួចមកអាចផ្សំបានទៅខ្មែរដល់វាផ្សំទៅឧបមាទៅប៉ះឆ្លងអាព្រូននៃតិចតួចអត់អីទេណាតែបើមេរោគខ្លាំងចូលមកឧបមាថាមានមេរោគគ្រុនពោះវៀនឬមេរោគគ្រុនចាញ់ឯមកឬមួយក៏មេរោគអាសន្នរោគឯមកក៏ទប់អត់ជាប់ដូចគ្នាបាទទប់ជាប់ទេចង់ផ្សំរស់នៅក្នុងនឹងយ៉ាងម៉េចក៏ដែរទប់អត់ជាប់ទេខ្ញុំសង្កេតឃើញថាបងប្អូនខ្មែរយើងទើបតែនឹងអញ្ជើញមករស់នៅស្រុកបារាំងឬក៏ឧស្សាហ៍ញឹកញាប់ចុះឡើងទៅស្រុកខ្មែរពួកគាត់មិនសូវមានបញ្ហាសុខភាពទេពេលត្រឡប់មកវិញនោះបាទអានឹងខ្លួនយើងចាប់ផ្សំតិចហើយទី1ហើយទី2គាត់ដឹងការប្រុងប្រយ័ត្នកន្លែងណាដែលឆ្លងកន្លែងណាមិនឆ្លងដោយទឹកជាដើមឬមកក៏ដូចបន្លែជាដើមបើទៅរេស្តូរ៉ង់ទូចជួនកាលបន្លែហ្នឹងខ្លះយកបងភ្លុកលាងតាមទន្លេមេគង្គយើងឃើញស្រាប់ទឹកទន្លេមេគង្គអត់ស្អាតអីទាំងអស់ចាបាទឲ្យលាងនៅហ្នឹងលើកមកដាក់ឲ្យញ៉ាំទៅល្ងាចហ្នឹងរាកភ្លាមអត់គេចអត់ផុតទេបាទអ្នកដែលគេធ្លាប់រស់នៅលើទន្លេមេគង្គលើទូកឬមាត់ទន្លេហ្នឹងហើយវាស៊ាំនឹងមេរោគស្គាល់គ្នាហើយវាដូចពួកម៉ាក់គេលេងអីខ្ញុំក៏រាកដែររាកបន្តិចលូតលាមតាមមកក្របអីទៅបាទចំណែកយើងអត់ស្គាល់គ្នាសោះទៅដូចអ្នកដតីអញ្ចឹងតែជាអនិកជនយកមេរោគនេះវាដាក់ពុកមកជ្រួលច្បល់ពេញទៅពោះត្រូវការប្រុងប្រយ័ត្នជាអាឡែជីបាទនាងខ្ញុំសូមងាកមកប្រទេសបារាំងវិញពីព្រោះនៅពេលថ្មីនេះនិយាយឲ្យចំនៅពេលនារដូវក្តៅកន្លងទៅនេះមានការភ័យខ្លាចមួយបានផ្ទុះឡើងពីព្រោះមានជនជាតិបារាំងម្នាក់បានធ្វើដំណើរកម្សាន្តទៅប្រទេសឥណ្ឌានៅពេលដែលគាត់ត្រឡប់មកផ្ទះវិញគាត់នាំយកមកជំងឺម្យ៉ាងដែលក្រុមគ្រូពេទ្យប្រកាសថាគ្មានថ្នាំផ្សះណាអាចព្យាបាលបានទេដូច្នេះមេរោគនោះវាពិតជាកាចសាហាវមែនឬយ៉ាងណាលោកគ្រូពេទ្យចាតាមពិតមេរោគហ្នឹងជាមេរោគឆ្លងជាមេរោគជំងឺឆ្លងក៏ប៉ុន្តែដោយសារយើងប្រើអង់ទីប៊ីយោទិកច្រើនពេកធ្វើឲ្យអាមេរោគហ្នឹងវាស្គាល់អង់ទីប៊ីយោទិកហ្នឹងគឺថាវា resistant ដូច្នេះដាក់ថ្នាំអីទៅក៏អត់ត្រូវដែរបាទដល់អញ្ចឹងហើយបានថាមិនមែនដោយសារខ្វះថ្នាំទេតែដោយសារមនុស្សយើងប្រើថ្នាំវាមិនត្រូវច្បាប់ចេះតែប្រើឈឺទៅលេបថ្នាំមួយគ្រាប់លេប32គ្រាប់អង់ទីប៊ីយោទិកពីដើមប្រកែយ៉ាងម៉េចដល់មេរោគនឹងវាផ្សំទៅវាស្គាល់មេថ្នាំហ្នឹងដាក់លែងត្រូវនឹងអញ្ចឹងហើយបានថាពេលខ្លះពិបាកណាស់ដោយសារយើងប្រើអង់ទីប៊ីយោទិកមិនគោរពបញ្ជាគ្រូពេទ្យចេះតែប្រើខ្លួនឯងទៅជាពិសេសនៅស្រុកឥណ្ឌាឬនៅស្រុកណាផ្សេងទៀតថ្នាំអង់ទីប៊ីយោទិកទិញបានតាមចិនបានលេបមកមួយគ្រាប់ទៅធូរទៅឈប់លេបទៅដល់អញ្ចឹងអាមេរោគវាស្គាល់ទៅដាក់ថ្នាំលែងត្រូវពិបាកណាស់បាទចាស់ថ្នាំអង់ទីប៊ីយោទិកឬក៏ថ្នាំផ្សះដែលលោកគ្រូពេទ្យមានប្រសាសន៍អំបញ្ញមិញនេះគឺជាថ្នាំផ្សះទូទៅមិនមែនសំដៅលើថ្នាំផ្សះដែលគេទទួលទានសម្រាប់ព្យាបាលករណីឈឺពោះតែមួយមុខនោះទេមែនទេចា៎
បានក្នុងករណីទូទៅបានគ្រប់ជំងឺឆ្លងទាំងអស់បានប្រសិនបើជនបរទេសឬក៏អ្នកដែលបានមករស់នៅកន្លែងស្អាតឬមានអនាម័យគ្រប់គ្រាន់យូរហើយពួកគាត់មិនគួរត្រឡប់ទៅកាន់កន្លែងឬក៏ធ្វើដំណើរទៅកាន់ទីណាដែលខ្សត់ខ្សោយខ្វះអនាម័យទេក្នុងន័យនេះចា៎បាទទៅដោយប្រុងប្រយ័ត្នចា៎តើយើងត្រូវប្រុងប្រយ័ត្នដោយវិធីណាតើមានថ្នាំការពារដែរឬទេជំងឺខ្លះអាចការពារបានដោយជំងឺគ្រុនពោះវៀនជំងឺគ្រុនចាញ់ឬមួយជំងឺអាសន្នរោគអានោះយើងអាចការពារបានតើការចាក់ថ្នាំការពារនេះរាល់ពេលធ្វើដំណើរឬក៏ត្រូវមានពេលកំណត់ប្រសិទ្ធភាពរបស់វាដែរជំងឺគ្រុនចាញ់លេបថ្នាំពេលដែលទៅណាជំងឺគ្រុនពោះវៀនចាក់ថ្នាំតែម្ដងការពារបាន1ឆ្នាំឬ2ឆ្នាំចំណែកជំងឺអាសន្នរោគចាក់រាល់ឆ្នាំក៏ប៉ុន្តែពេលខ្លះថ្នាំវ៉ាក់សាំងវាបង្កផលវិបាកធ្វើឲ្យយើងពិបាកទ្រាំខ្លាំងណាស់ជាពិសេសសម្រាប់អ្នកដែលធ្វើដំណើរពេលខ្លីនៅពេលដែលលេបថ្នាំការពារជំងឺគ្រុនចាញ់ថ្នាំគ្រុនចាញ់វាពិបាកទ្រាំពេលខ្លះធ្វើឲ្យក្អួតប៉ុន្តែជាជាងទទួលជំងឺគ្រុនចាញ់ព្រោះគ្រុនចាញ់តែទទួលភ្លាមហើយពិបាកវេទនាណាបង្កាច់បកិនធ្វើឲ្យយើងចង្ការលាកដល់ខួរក្បាលទៀតផងដូច្នេះគាត់ថាលេបទៅវាអាចក្អួតនេះទៅយើងទប់បានបើជៀសវាងកុំទៅតំបន់ណាដែលមានគ្រុនចាញ់ជាការល្អចាស់នៅពេលធ្វើដំណើរទៅស្រុកក្តៅជាក់ស្ដែងនៅប្រទេសកម្ពុជានោះគឺជាទីកន្លែងដែលសម្បូរបន្លែផ្លែឈើមានឲ្យជារសល្អនិងប្លែកហើយយើងត្រូវហាមឃាត់ខ្លួនពីព្រោះតែប្រយ័ត្នផ្លាច់ឈឺពោះបាទដែរប៉ុន្តែថាដៃត្រូវលាងច្រើនដងទឹកញ៉ាំតែទឹកដបស្អាតបានហើយជៀសវាងបន្លែកុំញ៉ាំបានពេលធ្វើដំណើរបាទផ្លែឈើយើងញ៉ាំចិត្តសបកចេញអត់អីទេហើយបន្លែយើងដាក់ពាំងម៉ងកាណាទៅជាមួយទៅបើថាចង់ញ៉ាំលាងវា2ដងទៅបាទជូរអស់ហើយមានការប្រុងប្រយ័ត្នតែអីទេរេស្តូរ៉ង់បើរេស្តូរ៉ង់ណាគេស្អាតគេអាចលាងឲ្យយើងបានហើយបើយើងសង្ស័យកុំញ៉ាំអីល្អចេះបន្លែឆ្អិនអត់អីទេចាអរគុណលោកវិជ្ជបណ្ឌិតដែលបានអនុញ្ញាតឲ្យវិទ្យុបារាំងធ្វើបទសម្ភាសន៍នៅពេលនេះ